ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានេះគឺជាទាបាបារីហើយនឹងលាយជាមួយ King 4-5 ដែរហើយកូនទានេះយើងត្រៀមសម្រាប់ធ្វើមេបាយើងចម្រាញ់យកតែអាណាល្អគឺយើងទុកធ្វើមេបាតែទានេះមើលទៅដូចជាមានឈ្មោះច្រើនជាងញីមើលធូរទៅឈ្មោះដូចជាអាចនឹងលើស10ញីអាចនឹងក្រោម10តាមការប៉ាន់ស្មានហើយកូនទានេះគឺជាកូនទាដែលខ្ញុំដករោមប្រែងប្រហែលជាមួយខែមុនឥឡូវធំអស់ហើយញីខ្លះវាដោះឲ្យកាក់ចិត្តហើយតែបើឈ្មោះភាគច្រើនគឺនៅតែអត់ដោះឲ្យកាក់ចិត្តទេហើយយើងអាចសង្កល់មើលឃើញថាទាណាដែលវារៀងទូចអាហ្នឹងយើងគឺជាទាញីតែបើណាធំឆ្លោះឲ្យកាក់នៅទៅដល់ពាក់កណ្ដាលអាហ្នឹង 100% គឺឈ្មោលជាធម្មតាទានេះគឺឈ្មោលវាធំជាងញីពេលវ័យវាពេញពងអាច2គីឡូ2គីឡូ3អីចឹងទៅតែបើឈ្មោលអាចលោតដល់4គីឡូកន្លះទៅតាមការថែទាំការផ្ដល់ចំណីសម្រាប់ដូចខ្ញុំមុនទៅធ្វើការចំណាយពេល1ម៉ោងពេលផឹកព្រលឹមហ្នឹងក្រោកមកលាងស្នូកចំណៃលាងអីលាងចំណៃលាងអីទៅដាក់ឲ្យវាស៊ីទៅហើយទៅធ្វើការបាត់ប៉ុន្តែទឹកអត់អាចដាច់ទេបងប្អូនទឹកសំខាន់ណាស់ជាពិសេសខែនេះខែក្តៅកាលណាបើបងប្អូនអាចដាច់ទឹកដាច់ចំណីអាចដាច់បានតែមួយថ្ងៃឯងតែបើដាច់ទឹកអត់បានទេដាច់ទឹកខែនេះខែក្តៅចេះទាមន់ទាហ្នឹងគឺពិបាកចឹងសំខាន់ណាស់ទឹកគឺដាច់អត់បានទេពេលល្ងាចត្រឡប់ពីធ្វើការមកវិញថែមដើរមើលស្នូកទឹកថាវាស្ទើរឬក៏វាជន់កពុបអស់អីចឹងទៅយើងថែមថ្មីទៀតទៅជៀសវាងពេលថ្ងៃវាជន់កពុបឬអីចឹងទៅយប់យើងអត់បានមើលអត់បានថែមទឹកទៀតវាដាច់ទឹកដែរព្រោះទានេះវាចូលចិត្តត្រជាក់ទីមួយវាចូលចិត្តលេងទឹកវាចូលចិត្តហួរទឹកយើងផ្ដល់ចំណីគ្រប់គ្រាន់ផ្ដល់ទឹកឲ្យវាគ្រប់គ្រាន់គឺទាដឹងសុខភាពល្អហើយទានេះមួយខែជាងប៉ុណ្ណានៅអស់ឈ្មោះអាចបានឥឡូវនេះឈ្មោះអាចបានដូចជាមួយនេះអាចបាន7 3គីឡូអានោះចឹងដែរអានោះអាចបាន2គីឡូកន្លះឈ្មោះធំល្អហើយនេះសិតតែយើងត្រៀមសម្រាប់ធ្វើមេបាឆ្នាំ2026សពទាំងអស់ឥឡូវនេះវាមាន20ក្បាលប៉ុន្តែមើលទៅដូចជាមានឈ្មោះច្រើនជាងមើលធូរទៅដូចឈ្មោះមាន7 8ហើយបាទវីដេអូនេះគឺមានតែប៉ុណ្ណេះទេសូមអរគុណ